បាទសួស្តីបងប្អូនអរគ្នានៅក្នុងវីដេអូនេះយើងសិក្សាអំពីចំណុចសំខាន់ៗនៅក្នុងការប្រើប្រាស់នៅ function print អញ្ចឹងជាដំបូងយើងធ្វើការ print នៅ Hello World ដែលមានលក្ខណៈធម្មតាអញ្ចឹងយើងបញ្ចូល Hello World លក្ខណៈធម្មតាអញ្ចឹងគឺ print មកគឺចេញ Hello World ធម្មតាទេប៉ុន្តែនៅក្នុងfunction print គឺយើងមានចំណុចមួយចំនួនទៀតដែលយើងត្រូវដឹងទីមួយការប្រើប្រាស់នៅ set ទាំងការប្រើប្រាស់នៅ set ហ្នឹងគឺធ្វើការផ្លាស់ប្ដូរនៅការបែងចែករវាង item មួយទៅ item មួយទៀតនេះអញ្ចឹងយើងមើលការ print នៅខាងក្រោមនេះគឺយើងមាន apple យើងមាន banana ហើយនិងយើងមាន cherry អញ្ចឹង3ហ្នឹងគឺវាផ្ដាច់គ្នាដោយសញ្ញា comma នេះមាន default របស់វាគឺវាផ្ដាច់គ្នាបើសិនជាយើងអត់ប្រើប្រាស់នៅ set នេះទេវានឹង print មកគឺ apple ហើយមាន space មួយបន្ទាប់មក banana ហើយនិង cherry ប៉ុន្តែនៅពេលដែលយើងធ្វើការផ្លាស់ប្ដូរនៅតម្លៃរបស់ save ទៅជា space មួយហើយសញ្ញាមួយនេះហើយមាន space មួយទៀតអញ្ចឹងពេលដែលយើងធ្វើការ print វានៅលើ terminal មកគឺយើងទទួលបាននៅ apple ហើយសញ្ញាដែលយើងបានផ្ដល់ឲ្យនេះផ្ដល់ឲ្យថ្មីហើយ banana ហើយនឹងសញ្ញានឹងដដែលអញ្ចឹងបើសិនជាយើងមានផ្ដល់នៅតម្លៃមួយផ្សេងទៀតវានឹងធ្វើការផ្ទាប់ភ្ជាប់គ្នាដោយសញ្ញាយើងផ្ដល់ឲ្យនៅក្នុង set វិញចំណុចមួយទៀតគឺយើងធ្វើការប្រើប្រាស់នៅ earn របៀបប្រើប្រាស់ earn គឺយើងដើម្បីធ្វើការផ្លាស់ប្ដូរនៅcharacter ដែលស្ថិតនៅចុងបញ្ចប់នៃបន្ទាត់អញ្ចឹងមានន័យថាម៉េចមានន័យថាបើសិនជាយើងប្រើប្រាស់នៅ print ធម្មតាដោយយើងអត់បានប្រើប្រាស់នៅអឺ earn នេះទេវានឹង default/n យើងមានការ default នៅ /n វា /n ហ្នឹងគឺតម្លៃវាគឺជាប់បន្ទាត់អញ្ចឹងបើសិនជាយើងចង់ឲ្យfunction print មួយទៅទៅ function print មួយទៅ function print មួយទៀតដោយអត់មានការចុះបន្ទាត់គឺយើងធ្វើការផ្លាស់ប្ដូរនៅតម្លៃរបស់ earn ហ្នឹងអញ្ចឹងយើងចង់ផ្ដាច់គ្នាគេថាពេលដែល print loading ហើយយើងឲ្យវាមាន space មួយអញ្ចឹងយើងផ្លាស់ប្ដូរកន្លែង /n ហ្នឹងទៅជា space មួយទៅបន្ទាប់មកបានវាធ្វើការ print ពាក្យថា done នេះនៅខាងក្រោយពាក្យថា loading អញ្ចឹងយើងមើល output គឺយើងទទួលបាននៅ loading បន្ទាប់មកវាអត់ចុះបន្ទាត់ទេវានឹងផ្ដល់នៅតម្លៃ space នេះបញ្ចូលនៅ space មួយដែលយើងបានផ្ដល់ឲ្យហ្នឹងបន្ទាប់មកវាធ្វើការបង្ហាញនៅតម្លៃរបស់ print ទី2អញ្ចឹងចំណុចមួយទៀតគឺយើងធ្វើការប្រើប្រាស់វារួមគ្នាតែម្ដងអញ្ចឹងយើងប្រើប្រាស់ទាំង save ហើយនិងប្រើប្រាស់ទាំង earn អញ្ចឹងពីរហ្នឹងយើងប្រើប្រាស់យ៉ាងម៉េចអញ្ចឹងយើងមើលថាយើងមាន print អញ្ចឹង29អានេះ October កន្លែងទី3គឺឆ្នាំ2025អញ្ចឹងតម្លៃកន្លែង save នេះយើងចង់តភ្ជាប់រវាងថ្ងៃខែនិងឆ្នាំហ្នឹងដោយសញ្ញាដកជាកន្លែង save នេះគឺជាកន្លែងតភ្ជាប់គ្នាផ្ដាច់គ្នាដោយសញ្ញាណាមួយដែលយើងចង់កំណត់អញ្ចឹងយើងផ្ដាច់គ្នាដោយសញ្ញាដកបន្ទាប់មកយើងប្រើប្រាស់នៅ earn នេះអញ្ចឹងពេលដែលវាធ្វើការតភ្ជាប់គ្នារួចហើយវាត្រូវបញ្ចប់ដោយអ្វីអញ្ចឹងខ្ញុំដាក់ថាបញ្ចប់គ្នាពេលដែលវាធ្វើការតភ្ជាប់គ្នាហើយវានឹងបញ្ចប់ដោយសញ្ញា dot អញ្ចឹងពេលដែលយើងធ្វើការ print មកគឺយើងទទួលបាននៅ29 October ហើយនឹងឆ្នាំ2025ហើយវានឹងបញ្ចប់ដោយសញ្ញា dot អូខេអញ្ចឹងនៅក្នុងវីដេអូនេះការប្រើប្រាស់នៅ function print គឺមានតែប៉ុណ្្នឹងឯងសូមអរគុណ